skin ไม้เทคរបស់ហើយលូពូទៅតែបានប្រកាសចេញនៅserverចិនទេហើយខ្ញុំក៏បានឃើញបទទេភាគច្រើនគេធ្វើវីដេអូអំពី skin ហ្នឹងអញ្ចឹងណាភាគច្រើនមែនតើគេចាប់អារម្មណ៍ skin ហ្នឹងតែម្ដងហើយ skin ไม้เทคស៊េរីក្រោយនេះអីក៏ស្អាតមែនខ្ញុំមើលទៅស៊ីដាច់ទាំងអស់ហ្មងក្នុងមួយចំណោម skin ไม้เทคហើយខ្ញុំទៅតែចាប់អារម្មណ៍ skin ไม้เทคរបស់លូពូនេះមួយទៅគឺចេញមកគឺញាក់តែម្ដងហើយខ្ញុំក៏ដឹងថា skin ហ្នឹងគេដាក់ឲ្យដូរនៅក្នុង store ឬក៏យើងយកឲ្យ token ទៅចាប់ហ្មងទេបើយើងយកអា crystal ហ្នឹងយកដូរបានណាហ្នឹងដូច skin free ដែរអ្នកនរគ្នាខ្ញុំពង្វិលបានឡើង300ជាងអ្នកនរគ្នាចិត្តបាន360បាន crystal មួយទៀតហើយខ្ញុំក៏អត់ដឹងច្បាស់ដែរថាវានឹងចេញ server global នៅថ្ងៃណាតែអ្វីដែលសំខាន់ហ្នឹងគឺ skill effect គឺចេញមកគុញញាក់តែម្ដងនិយាយថាពោវិញគឺដុតខ្លាំងមែនតើហ្មងនិយាយមែនណាហើយ skin ไม้เทคខ្លះចាញ់ហើយ skin ហើយ flawless ទេគឺ skin flawless គឺស្អាតជាងហ្មងតែសម្រាប់ឲ្យ skin ไม้เทคមួយនេះគឺខ្ញុំអត់ដូរទេអ្នកនរគ្នាមើលតែ skill effect គឺដឹងហើយអ្នកនរគ្នាបើសិនជាលក់ 10000 token អីក៏ខ្ញុំព្រមទិញដែរនិយាយមែនមិនថា skill ទី1ទី2ទី3ទេសូម្បីតែ basic attack ហ្នឹងក៏បុកស្វ័យចេញមកគឺអែមហ្មងហើយដែលសំខាន់ហ្នឹងគឺមាន stack វាអ្នកនរគ្នានៅពេលដែលវាអត់តឡើង stack គឺ skill effect គឺចេញប៉ុណ្ណឹងឯអ្នកនរគ្នានៅពេលដែលយើងវាយបាន stick នៅលើនឹងទៅ skill ទី1វារើធំទាំង skill ទី3ក៏ដោយព្រោះដាក់ចេញមកគឺឡើងមកអែមញាក់សាច់មកខ្ញុំមានអារម្មណ៍ថាចង់លេង skin នឹងខ្លាំងណាស់ដល់កាលណាបានចេញ global ទេខ្ញុំបានតែចេញឆាប់ហ្នឹងឯអ្នកនរគ្នាបើ skill ទី3គឺចេញសត្វអីខាងក្រោមទៀតគឺ the best ហ្មងខ្ញុំជួយចិត្តអា skin ណាបែបលក្ខណៈថាសាហាវដិតខូខើចឹងហ្មងសូម្បីតែលេងអត់ខ្លាំងក៏ដោយតែបាន skin យោងគឺ skin ស្អាតគឺលេងសប្បាយហ្មងអត់ខ្វល់ថាលេងខ្លាំងលេងកើតទេហើយបើ recall វិញបាច់តែទិញអស់លុយទេគេបានតែ skin បានទាំង recall យកហ្មង skin ហុកគឺអេមចឹងទិញមកគឺ free recall ឲ្យហ្មងហើយណែគេថាហុក spam recall បាន spam បានដូចគ្នាអ្នកនរ spam បានតែប៉ុន្តែ spam ប្រយ័ត្នគេ report ហើយខ្ញុំក៏ខានចូលបើកហើយនៅ server ចិនយូរដែរតែបើកលើនេះទៅមានអារម្មណ៍ថា event ចេញមក skin ច្រើនខ្លាំងមែនតើដល់មាន skin Wukong មួយទៀត skin នៃ Wukong flawless ក៏អែមដែរប៉ុន្តែខ្ញុំចាប់អារម្មណ៍ skin នេះជាងខ្ញុំបានថា skin នេះចេញមុននេះអ្នកនរគ្នាហើយខ្ញុំក៏មិនមែនជាប្រភេទលេង fighter ដែរតែខ្ញុំឃើញ skin នេះហើយខ្ញុំចង់លេង fighter លេង Lupu នឹងយកមកជំរាបរងចាំមើលទៀតទេអ្នកនរគ្នាដឹងហុកប្រកាសចេញ global ថ្ងៃណាទេគឺខ្ញុំថាឆាប់នឹងចោះអញ្ចឹងហើយវីដេអូថ្ងៃនេះក៏មានប៉ុណ្្នឹងដែរជួបគ្នានៅវីដេអូក្រោយទៀត